បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះយើងមកដល់ទម្រង់លិខិតមួយទៀតគឺលិខិតអញ្ជើញបាទអញ្ចឹងលិខិតអញ្ជើញគឺជាលិខិតរដ្ឋបាលមួយប្រភេទដែលយើងប្រើសម្រាប់អញ្ជើញអាចអញ្ជើញបុគ្គលឬក៏អញ្ជើញតំណាងស្ថាប័នដើម្បីឲ្យគាត់ចូលរួមនៅក្នុងពិធីផ្សេងឬក៏ចូលរួមព្រឹត្តិការណ៍ផ្សេងហើយលិខិតអញ្ជើញហ្នឹងគឺក៏បីបញ្ជាក់អំពីងារស័ក្តិអ្នកទទួលលិខិតហ្នឹងឲ្យបានត្រឹមត្រូវហើយគោរពងារអីរបស់គាត់ហ្នឹងឲ្យបានត្រឹមត្រូវព្រោះមានកន្លែងខ្លះឬក៏អង្គភាពខ្លះឬក៏បុគ្គលខ្លះគាត់ប្រកាន់ណាបាទគាត់ប្រកាន់កន្លែងតំណែងតំណាក់ទួនាទីរបស់គាត់ហ្នឹងអញ្ជើញគាត់អញ្ជើញអីជាដើមទៅវាឲ្យបានត្រឹមត្រូវគឺគាត់ប្រកាន់គាត់អត់ចូលរួមទេមួយទៀតលិខិតអញ្ជើញហ្នឹងក៏បីបញ្ជាក់អំពីកាលបច្ឆេទពេលវេលាហើយនិងទីកន្លែងអញ្ចឹងនេះបងប្អូនមើលគឺជាទម្រង់លិខិតអញ្ជើញតាមសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលក្រុងស្រុកឥឡូវយើងទៅចាប់ផ្ដើមធ្វើលិខិតអញ្ជើញទាំងអស់គ្នាបាទចឹងផ្នែកខាងលើបងប្អូនឃើញណាគេដាក់តែក្បាលលិខិតទេអញ្ចឹងក្បាលលិខិតបងប្អូនឃើញវីដេអូមុនហើយខ្ញុំបើកផ្នែកក្បាលលិខិតតែម្ដងបាទអញ្ចឹងនេះក្បាលលិខិតបាទក្បាលលិខិតហើយយើងដាក់អក្សរនៅកណ្ដាលខាងក្រោមនេះមកលិខិតអញ្ជើញអញ្ចឹងមិញឃើញមានក្បាច់អីមួយណាបងប្អូនទុកបន្លោះមួយសម្រាប់ដាក់ក្បាច់ទៅរបៀបដាក់ក្បាច់ហ្នឹងបងប្អូនដូចជាដឹងហើយចូលទៅក្នុង insert បាទហើយយកពាក្យថា symbol បាទហើយបងប្អូនរើសក្បាច់ហ្នឹងមកបាទណាបាទរើសមកបាទខ្ញុំមានស្រាប់ខ្ញុំចាប់ដាក់ណាបងប្អូនអត់មានបងប្អូនចូលទៅក្នុង font តាក់តែងទៅបាទហើយចង់រើសក្បាច់អីទៀតផ្សេងទៀតក៏បានដែរបាទអញ្ចឹងបាទ enter មកបាទ enter មកក្រោមមកគេដាក់អីគេនេះគឺមុខតំណែងអ្នកចេញលិខិតបាទអញ្ចឹងមុខតំណែងអ្នកចេញលិខិតគឺឥឡូវលិខិតរបស់ក្រុងស្រុកខ្ញុំដាក់នេះតែម្ដងទៅណាបាទអភិបាលបាទអភិបាលនៃគណៈបាទអភិបាលនៃគណៈអភិបាលបាទអភិបាលនៃគណៈបាលស្រុកស្អាងខ្ញុំឧទាហរណ៍ណាបាទ enter ខាងក្រោមមួយទៀតសូមគោរពអញ្ជើញបាទសូមគោរពអញ្ជើញបាទសូមគោរពអញ្ជើញហើយគេឲ្យសរសេរបន្តក្នុងសេចក្តីណែនាំអញ្ចឹងខ្ញុំឧទាហរណ៍ណាបាទឯកឧត្តមបាទឯកឧត្តមអីបាទដាក់ឈ្មោះគាត់ក៏ដាក់ទៅបាទខ្ញុំឧទាហរណ៍ណាខ្ញុំមិនមែនឡើងឯកឧត្តមទេតែខ្ញុំឧទាហរណ៍ណាឯកឧត្តមហើយអាចងារសាក់គាត់មកអីបាទខ្ញុំអត់ហ៊ានថាខ្ញុំទៅអីទេខ្ញុំឧទាហរណ៍ចឹងកន្លែងហ្នឹងសេងារសាក់គាត់មកបាទ enter មកក្រោមមកជួរទៀតបងប្អូនទៅមើលក្បួនយើងសៀវភៅហ្នឹងបងប្អូនមានណាសៀវភៅកិច្ចការរដ្ឋបាលក្រុងស្រុកនេះអញ្ចឹងជួរខាងក្រោមខាងឆ្វេងដៃគឺសរសេរថាដើម្បីចូលរួមបាទអញ្ចឹងបងប្អូនចុច Ctrl L មកខាងឆ្វេងដៃហើយដើម្បីចូលរួមគេប្រើ font អីបាទអញ្ចឹងមិនគួរប្រើ font ឆ្លាក់ទេបងប្អូនអាចកែ font មកបាទកែ font មកខ្ញុំដាក់ OS សៀមរាបចុះបាទដើម្បីចូលរួមហើយឃើញមានដាក់គំរូស្អាតនេះអាសញ្ញាភ្នែកមន់ភ្នែកអីនេះឃើញទេបងប្អូនឃើញស្មើគ្នាស្អាតបែបហ្នឹងបងប្អូនធ្វើម៉េចអ្នកខ្លះគាត់ប្រើ tab ប្រើអីចឹងតែអត់ស្មើគ្នាទេអញ្ចឹងខ្ញុំដាក់តែគំរូឲ្យបងប្អូនមើលមួយបងប្អូនអាចធ្វើខ្លួនឯងបានទាំងអស់បាទអញ្ចឹងចាំមើលណាខ្ញុំធ្វើឲ្យខ្លីៗដើម្បីចូលរួមបន្ទាប់មកបងប្អូនចូលទៅមើល key tab នៅខាងណា key tab នៅផ្នែកខាងលើជួរជាមួយរបានេះខាងឆ្វេងដៃបងប្អូនមើលកុំព្យូទ័រទៅឃើញដៃឆ្វេងហ្នឹងមើលខាងឆ្វេងដៃនេះគេដាក់នេះឥឡូវអានេះ lift tab បន្ទាប់មកបងប្អូនឃើញអញ្ចឹង lift tab ហ្នឹងត្រូវហើយគឺខាងឆ្វេងបន្ទាប់មកបងប្អូនយកម៉ៅបាទយកម៉ៅរបស់យើងមកដាក់ចំកន្លែងណាដែលបងប្អូនចង់ដាក់ឲ្យវាវាយ tab មកដល់ហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំដាក់ចំកន្លែងលេខ3កន្លះនេះឃើញទេចុចពីលើហ្នឹងមកក្លឹកប៉ាប់បាទនេះអារូប key tab ហ្នឹងវានឹងមកដល់កន្លែងហ្នឹងអញ្ចឹងបងប្អូនវាយ tab មកណាហើយដាក់សញ្ញាភ្នែកមាន់មួយមកដើម្បីចូលរួមអីគេខ្ញុំឧទាហរណ៍ចុះបាទវេទិកាសាធារណៈបាទវេទិកាសាធារណៈរបស់ក្រុមការងារបាទក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាងអីចឹងទៅខ្ញុំឧទាហរណ៍ណាបាទអញ្ចឹងបងប្អូនកំណត់ហើយបងប្អូន enter មកបាទ enter មកមិញអីគេបាទជួរទី2នឹងស្អីគេបងបាទ
ជួរទី2ហ្នឹងគឺកាលបាក់ឆែតជួរទី3ពេលវេលាសំទោសវេលាម៉ោងជួរទី4ទីកន្លែងបាទអញ្ចឹងដាក់មកកាលបរិច្ឆេទបាទកាលបរិច្ឆេទវាយ tab មកវាស្មើកន្លែងហ្នឹងចេះឃើញទេបាទកាលបរិច្ឆេទថ្ងៃទីប្រហែលដាក់ទៅបាទថ្ងៃទី7ខែធ្នូអញ្ចឹងទៅខ្ញុំឧទាហរណ៍ណាខែធ្នូឆ្នាំ2025បាទអីគេទៀតវេលាម៉ោងបាទវេលាម៉ោង tab ឃើញទេបាទវាយ tab មកស្មើគ្នាតែម្ដងបើបងប្អូនអត់កំណត់អា key tab ហ្នឹងទេពេលខ្លះបងប្អូនវាយ tab ទៅគឺវាអត់ស្មើគ្នាវែងខ្លីត្រូវវាយ tab ម្ដងពីរដងអីជាដើមអញ្ចឹងវេលាម៉ោងប៉ុន្មានដាក់ទៅបាទ8:00នាទីព្រឹកអីចឹងទៅបាទហើយអាកន្លែង8:00នេះមានសញ្ញាចុច2សញ្ញាចុច2ហ្នឹងដល់ទៅរកក្នុងនេះ insert បាទខ្មែរក្នុង font ខ្មែរខ្ញុំរកអត់ដឹងឃើញយ៉ាងណាដែរបងប្អូនចូលក្នុង insert ទៅរកទៅឃើញទេបាទហើយទីកន្លែងបាទទីកន្លែងបាយ tab មកសញ្ញាភ្នែកចឹងមកអីគេនៅណាបរិវេណបាទខ្ញុំឧទាហរណ៍ណាបរិវេណសាលាស្រុកស្អាងបាទ enter មកទៀតមានអីទៀតទៅមើលសភៅបាទមើលសភៅយើងមកណាភ្ជាប់ជាមួយបើសិនបើមានអញ្ចឹងខ្ញុំដាក់សូមជូនភ្ជាប់ចុះបាទព្រោះស្ដាប់តិចណាសូមជូនភ្ជាប់វាយ tab មកដាក់សញ្ញាហ្នឹងមកអីគេរបៀបវរៈបាទរបៀបវរៈបាទរបៀបវរៈកម្មវិធីរបៀបវរៈកម្មវិធីនិងសមាសភាពណាបាទនឹងសមាសភាពចូលរួមបាទអញ្ចឹងត្រង់ហ្នឹងសូមជូនភ្ជាប់ហ្នឹងបើសិនជាបងប្អូនអ្នកភ្ជាប់គេអាចដាក់កម្មវិធីចូលសមាសភាពចូលរួមទៅគេលោកគាត់មានមតិយោបល់អីគាត់បានដឹងរបៀបវរៈគាត់ត្រូវនៅកន្លែងណាឬក៏មុនពេលគាត់មានមតិយោបល់គាត់ត្រូវគោរពសមាជិកដែលបានចូលរួមអីជាដើមងាយស្រួលដល់អ្នកចូលរួមកុំឲ្យអ្នកចូលរួមនឹងគាត់អត់ដឹងថាកម្មវិធីគេមានស្អីខ្លះមានអ្នកណាចូលរួមខ្លះពិបាកក្នុងការត្រៀមអីជាដើមប៉ុន្តែបើសិនជាអញ្ជើញគាត់ឲ្យគាត់ទៅចូលរួមដើម្បីមានបំភ្លឺឬក៏ឆ្លើយតបរឿងអីបងប្អូនអាចឲ្យគាត់ភ្ជាប់ឯកសារអីមកជាដើមទៅហើយបន្ទាប់មកនៅខាងក្រោមមួយទៀតគឺមានកន្លែងសម្រាប់ដាក់ឲ្យតំណាក់តំណងណានេះបាទសូមតាក់ទងតាមទូរស័ព្ទឬក៏បណ្ដាញតាក់ទងសង្គមណាយើងដាក់នៅក្នុងហ្នឹងទៅបាទអញ្ចឹង enter មកណាបាទហើយបងប្អូនវាយ tab ទៅមិនបាច់សរសេរអីទេព្រោះហ្នឹងឃើញគេឲ្យចាប់ដើមសរសេរនោះណាបាទសូមតាក់ទងតាមទូរស័ព្ទលេខអីចឹងបាទឧទាហរណ៍ណាបាទទូរស័ព្ទលេខប្រហែលអីហោហើយដាក់មកបាទ017អីចឹងទៅបាទ901 123អីចឹងទៅខ្ញុំឧទាហរណ៍ទេបាទហើយខាងក្រោមគឺមានកន្លែងដាក់ហត្ថលេខារបស់ហត្ថលេខីបាទអ្នកចេញលិខិតបាទអរគុណតម្រងលិខិតនេះខ្ញុំនឹងតម្រាក់ទៅក្នុងក្រុមបងប្អូនអាចទាញយកបានណាបាទអរគុណ